ជាសួរបង ជាសួរបងជាសួរ ថ្ងៃនេះផងដែរខ្ញុំមកពីខាងកែយុទ្ធសាស្ត្រ Digital ខ្ញុំមានសំណួរមួយចំនួនទាក់ទងនឹងការរៀបចំនៅប្រព័ន្ធកែបែបអេឡិចត្រូនិកសួរទៅខាងបងដែលជាក្រុមហ៊ុនចែក Focus ក្រុមហ៊ុនដែលគ្រប់គ្រងប្រព័ន្ធកែបាត់ជូនអតិថិជនផងដែរបាទសំណួរទី1ផងដែរគឺតើបងយល់យ៉ាងណាដែរចំពោះប្រព័ន្ធកែបាត់លើកម្ពុជាយើងមែនទែនទៅប្រព័ន្ធកែបាត់អេឡិចត្រូនិកនេះវាជាបច្ចេកវិទ្យាមួយដែលអាចការល្អនៅក្នុងសេដ្ឋកិច្ចជាពិសេសនៅប្រទេសកម្ពុជាយើងតែម្ដងដោយសារវាកែបាត់អេឡិចត្រូនិកនេះវាជួយទី1កាត់បន្ថយពេលវេលាយើងច្រើនក្នុងការដូចយើងធ្លាប់ផ្ញើវិក័យប័ត្រគ្នាទៅវិញទៅមកដៃហ្នឹងលេងហើយយើងប្រើ e-invoice ជំនួសវិញជ័យវាអាចថាចំណេញពេលវេលាចំណេញថវិកាដែរហើយចំណុចទី2គឺវាល្អត្រង់ថាវា transparency ន័យថាយើងច្បាស់លាស់ការចេញវិក័យប័ត្រច្បាស់លាស់គឺអ្នកគ្រប់គ្រងទៅ supplier ហ្នឹងគឺមានភាពច្បាស់លាស់ហើយទី3តាក់ទងជាមួយនឹង transparency តាក់ទងជាមួយនឹងការប្រកាសពន្ធហើយក៏អាចល្អដែរយើងវាអាចចេះមួយទៀតការរក្សាឯកសារដែរដោយសារប្រព័ន្ធនេះយើងចាំបាច់រក្សា hard copy ដូចលើមុនទៀតទេគឺអ្វីៗលើបច្ចេកវិទ្យា e-invoice ទាំងអស់ហើយស្របពេលនេះវាអាចថាយើងដើរទន្ទឹមនៅក្នុងប្រទេសអាស៊ានយើងដែរគឺយើងដើរទាន់សភាពការផ្នែក digital ដែរបាទអរគុណបាទសំណួរបន្ទាប់តើបងយល់យ៉ាងណាដែរថាប្រព័ន្ធវិក័យប័ត្រអេឡិចត្រូនិកនេះនឹងអាចចូលរួមចំណែកអ្វីខ្លះដល់វិស័យគណនេយ្យក៏ដូចជាហិរញ្ញវត្ថុបាទក៏ពិតស្តៀងខាងលើបន្តិចដែរប៉ុន្តែក៏ចង់បញ្ជាក់បញ្ជូនបន្ថែមដែរក៏ពិតបើតាក់ទងមួយវិស័យគណនេយ្យនិងវិស័យហិរញ្ញវត្ថុជួយច្រើនមិនត្រឹមតាក់ទងជាមួយនឹងការប្រកាសពន្ធទេហើយវាតាក់ទងជាមួយនឹងការយើងប្រតិបត្តិការជាមួយការចេញវិក័យប័ត្រដែរយើងដូចជ្រាបជូនខាងលើមិនអញ្ចឹងយើងលេងចេញដៃទៀតហើយអញ្ចឹងយើងចេញប្រើប្រព័ន្ធគឺមានភាពច្បាស់លាស់ត្រឹមត្រូវលឿនកាត់បន្ថយពេលវេលាអត់មាន hard copy ទាំងអស់បាទអរគុណចឹងជាចុងក្រោយបងតើបងមានជាចំណាប់អារម្មណ៍ឬក៏ជាមតិយោបល់អីឬក៏ជាសារសម្រាប់ទៅដល់សាធារណជនក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងសេវាក៏ដូចជាតំណែងជូនទៅបាទក៏ពិតប្រព័ន្ធនេះនិយាយរួមវាល្អខ្ញុំសូមលើកទឹកចិត្តទៅស្ថាប័នក្រុមហ៊ុនទាំងអស់អាចថាឥឡូវវាមិនទាន់មានជា upgradation កាតព្វកិច្ចខ្ញុំលើកទឹកចិត្តឲ្យយើងព្យាយាមសាកល្បងប្រើហើយចូលរួមប្រើឲ្យបានច្រើនទាំងអស់គ្នាដោយអត្ថប្រយោជន៍ដូចខ្ញុំរាយរាប់ខាងលើនឹងអញ្ចឹងហើយចំណុចមួយទៀតនៅពេលដែលយើងបានប្រើប្រាស់ប្រព័ន្ធ e-invoice នេះវាល្អត្រង់ថា financial transparency ហើយថា foreign investor គាត់ចូលមករកស៊ីស្រុកខ្មែរក៏ទុកចិត្តជាងមុនអត់មានការឃ្លួចបន្លំ fraud ទៅលើតាក់ឬការគិតបង់ពន្ធផ្សេងឬការចេញវិក័យប័ត្រមានការបន្លំនេះគឺគាត់ទុកចិត្តដោយសារលើ financial transparency យ៉ាងដែរអញ្ចឹងវាអាចទាក់ទាញនឹងវិស័យ foreign investment ដែរដោយសារបច្ចេកវិទ្យា e-invoice នេះដែរបាទខ្ញុំអរគុណបាទ